បងប្រាប់អូនមើលបងយល់ថាអូនយ៉ាងម៉េចដែរនាងស្អាតល្អចំពោះខ្ញុំព្រមទាំងយ៉ាងម៉េចចរិយាមារយាទគួរឲ្យស្រឡាញ់ណាបានន័យថាបងមិនតន់ភ្លេចអូនទេតើខ្ញុំមានអ្វីប្លែកទេនិយាយទៅបងស្គមហើយខ្មៅទៀតអញ្ចឹងការមុនថត់មែនទេតែគ្មានអ្វីប្រែប្រួលធំដុំនោះទេដែលគេសាមីវែងស្រេងគេលក់តពោបានប្រាក់តើបង50000ចង់ឯងដែលហែកក្តិនឲ្យគេហ្នឹងឯងបានប្រាក់អត់សងសាងឯងគេឲ្យ100រៀលអត់ហើយស្អីទិញស្រោមឲ្យគេទៀតមិនមានត្រូវគ្រឿបហើយតាំងថាលេងបានណែឯងបាត់បោកគេបរិសុទ្ធហើយនៅមែនហើយនិយាយទៅអត់មានអ្នកណាសើចឯងទេខ្លាចអីណែនិយាយទៅពិតជាមិនសើចមែនទេអត់សើចទេបើហើយខ្ញុំនៅកំឡោះបរិសុទ្ធមកតែនេះមិនខ្លាចគេរំលោភទេហ៎ចង់ក៏មិនមែនឯងដែរបងអាកំរក់សណ្ដានឆ្កែអាចចាត់ថ្លំថោកទៀតអាកំរក់ទៅដេកឲ្យប្រពែនៅផ្ទះទៅអាសរុនហើយយើងនេះហើយអាលោករត់បើអាឲ្យមិនបាច់លោកទេហើយកាត់អីដែរទេធ្វើតំណងមកបន្លំខ្លួនធ្វើនេះយាយឆ្នាំអីខ្ញុំហ៎ភ្លេចឆ្នាំខ្លួនឯងទៀតអើយខ្ញុំតែណាភ្លេចឆ្នាំនេះមិនភ្លេចមែនលេខខឹងប្តីពេកទៅសួរមកណែខ្ញុំចង់អត់ឲ្យសាប់សិនទេហ៎ខ្ញុំឃើញគ្រូទាយគេឃើញសាប់មួយចង់តែសាប់ឯងអត់ដឹងហត់សាប់គេហត់សាប់បានយប់ហ្នឹងនឹងយប់បានអីខ្ញុំហ៎18លោកខ្ញុំស្រឡាញ់លោកចាមើលឲ្យមិនបានតែស្រឡាញ់លោកអត់ជួយកដុំឆែបអត់ដឹងបាបទេកុំអើយខ្ជិលធ្វើចាស់ហើយតែគេធ្វើទៅគេមិនស្គាល់ហាខ្ញុំខ្ជិលធ្វើចាស់ហើយបើថានេះខ្ញុំធ្វើអីអត់ទេខ្ញុំអត់ឲ្យធ្វើទេខ្ញុំក៏ខ្ជិលធ្វើដែរខ្ញុំវាចាស់ហើយខ្ញុំខ្ជិលធ្វើចំម៉ាស់ហើយបងប្អូនយល់ថាម៉េចហ្នឹងចំម៉ោហ្នឹងណាទៅធ្វើទៅកុំទុកក្តោងកប៉ាត់ចឹងធ្វើស្រួលហ្នឹងហើយតែកាលណាក្តោងកប៉ាត់ចឹងអត់ស្អាតទេយើងតក្តោងឃើញទេគេធ្លាប់តក្តោងវាដឹងខ្ញុំអត់យល់ខ្ញុំអត់ដឹងអូខ្ញុំស្ដាប់អត់បានអត់យល់អូគេថាក្តោងកប៉ាត់ហើយឲ្យតក្តោងទៅវាខ្ពស់អត់ដឹងអត់យល់វាខ្ពស់អត់ដឹងអត់យល់បើថៅទូលទៅថៅទៅពេទ្យឡើយហើយស្អីស្មានខ្ញុំនោះល្ងងឲ្យខ្ញុំកូន5ម៉ាច់ទៅតក្តោងស្អីខ្ញុំមិនតោងឯងខ្ញុំសុកចិត្តតោងមាត់ទ្វាញ៉ៃដាក់អូនអាងអូនឆ្លូតខ្ញុំនិយាយនេះត្រង់នេះគេដឹងមកនិយាយត្រង់ហីបាទបើថាក្តោងកប៉ាត់យើងតក្តោងទៅវាស្អាតវាខ្ពស់មើលបងក៏សើចគាត់ថាបងឯងហ្នឹងអត់គ្រប់ទឹកពីអាមេរិកពីសេអារ៉ុលថ្ងៃហ្នឹងអត់គ្រប់ទឹកអត់គ្រប់ទឹកអត់គ្រប់ទឹកអេខ្ញុំមានទឹកសល់បន្ថែមមកគេណោះមេម៉ាយដោះស្វាត់ស្រុកយើងច្រើនណាស់តើមើលខ្ញុំក៏ម៉ាយដោះស្វាត់ឲ្យតែម៉ាយដោះស្វាត់អីជឿខ្ញុំទៅដល់តើមើលឲ្យតែឃើញដោះស្វាត់គឺមេម៉ាយព្រោះមេម៉ាយតែនៅឯងតែនេះកូនណាបោយើងស្ដីណាគាត់អញ្ចឹងម៉េចដោះគាត់ស្វាត់តាមទ្រូវត្តស្វាត់ដូចខ្ញុំចឹងមានណាបោបាទចាំហើយវាស្វាត់អស់ហើយចាំមេម៉ាយដោះស្វាត់ស្រុកយើងនេះសម្បូរណាស់ហើយតែឃើញដោះស្វាត់គឺមេម៉ាយជឿខ្ញុំប្រហែលថ្ងៃមុននេះខ្ញុំឃើញបងប្អូនផុសនៅក្នុងបណ្ដាញសង្គមថាកំពុងតែមានបញ្ហាដាច់ Facebook តាមពិតទៅការដាច់ Facebook សម្រាប់ខ្ញុំគឺអត់សំខាន់ទេបងប្អូនបើសិនជាយើងដាច់ Facebook យើងបង្កើតដាច់អាហ្នឹងយើងបង្កើតអាថ្មីទៀតទៅចាបញ្ហាដែលសំខាន់ជាងគេសម្រាប់ខ្ញុំនៅពេលនេះគឺដាច់លុយចាដាច់ Facebook ដាច់ឲ្យធ្វើថ្មីតែបើដាច់លុយហើយគឺដាច់ហើយដាច់ស្វាង